បន្តពីវីដេអូមុនចំពោះវីដេអូនេះនាងខ្ញុំនឹងបង្ហាញពេញតែម្ដងឲ្យអ្នកទាំងអស់គ្នាបានឃើញទស្សនវិជ្ជានៅខាងក្នុងហាងកាហ្វេដែលនាងខ្ញុំមកទស្សនានៅថ្ងៃនេះហើយឆាកមកភ្លាមគឺថាវិលមុខជាមួយនឹងផ្កាបណ្ដើប៉ុន្តែទេសភាពខ្ញុំឲ្យអ៊ូយហ្មងគ្រាន់តែប្លង់នៅមុខកញ្ចក់ហ្នឹងគឺថាថតអត់ធុញហ្មងណាហើយថ្ងៃហ្នឹងផងដែរឈុតនាងខ្ញុំចេញមកគឺថាមកលេងវៀតណាមទេតែធ្វើដូចខ្លួនឯងទៅលេងនៅញូហ្សេឡង់អញ្ចឹងចាពួកអីតិចហើយនាងខ្ញុំនេះមានការចាញ់តិចជាខ្លាំងចំពោះប្លង់ដែលនាងខ្ញុំថតនេះគឺថាចាំចង់1ម៉ោងចាតម្រាំបានថតហើយមើលមួយប្លង់មិនងាយទេដោយសារតែមនុស្សច្រើនអញ្ចឹងតម្រូវឲ្យគេទៅអស់សិនមិនយើងអាចចូលថតបានអញ្ចឹងណាហើយប្លង់ដែលនាងខ្ញុំថតនេះគឺថាថត pre wedding ថតអីដឹងតែស្អាតហ្មងតែនាងខ្ញុំមកថតថ្ងៃនេះគឺ pre single ចាធ្វើមិនបើយើងចង់ដើរលេងតែយើងវាអត់តដល់គូចឹងហើយយើងទៅដើរលេងសិនទៅចាំគូមកតាមក្រោយទេសភាពនៅខាងក្រៅក៏ស្អាតទេសភាពនៅខាងក្នុងក៏ស្អាតដែរក៏ប៉ុន្តែគ្រាន់ថាដេកគេរៀបចំមក web ខុសគ្នាចឹងណាអ្នកទាំងអស់គ្នានេះមិនមានតែមួយជាន់ទេគឺគេមានមួយជាន់ទៀតឡើងទៅខាងលើហើយទេសភាពខាងលើហ្នឹងបើសិនជាយើងថតពីខាងក្រោមមកគឺមើលឃើញស្អាតហ្មងអត់ដូចពនាងសក់វែងអ្នកទាំងអស់គ្នាពីហាងកាហ្វេហើយឥឡូវយើងមកហាងកាហ្វេមួយទៀតហើយនិយាយទៅស្រុកហ្នឹងគឺពោពេញទៅដោយហាងកាហ្វេអន្តថាហាងកាហ្វេនេះខុសពីហាងកាហ្វេមុនរបៀបវាជាភោជនីយដ្ឋានលាយគ្នាតែ marketing គេគឺដូចគ្នាគឺយើងត្រូវទិញសំបុត្រដើម្បីដូចជាមួយនឹងភេសជ្ជៈហើយពេលដែលយើងបានសំបុត្រហើយអញ្ចឹងគឺតម្រូវយើង stamp ដៃចឹងឯងដើម្បីប្រកាសថាយើងបានទិញសំបុត្ររួចរាល់គ្រាន់តែមកដល់ខាងក្នុងភ្លាមចាគឺឃើញកន្លែងថតរូបច្រើនខ្លាំងមិនដឹងថតកន្លែងណាទៅកន្លែងណាព្រោះសិតស្អាតហ្មងណាចឹងមិនថាពេលទៅដើរលេងអីដល់យើងមកដើរលេងជាមួយអ្នកដែលគាត់បកកែថតរូបព្រោះអ្នកទាំងអស់គ្នាឃើញអត់ប្លង់ស្អាតចឹងបើយើងដើរជាមួយអ្នកអត់ចេះថតរូបមិនចាប់ទេអីនាងខ្ញុំមានទូនីតិមកយកសម្បុត្រដូរយកទ្រីងទៅកន្លែងញ៉ាំអីវិញហើយនៅតាមផ្លូវដែលពួកខ្ញុំដើរទៅហ្នឹងមិនមែនដើរអត់ប្រយោជន៍ទេអ្នកទាំងអស់គ្នាគឺដើររោមើលកន្លែងអង្គុយចាដោយសារតែពេញតែម្ដងពេលទៅដល់ហ្នឹងគ្រាន់តែភ្ញៀវជាតិគេហ្នឹងសឹងតែ 80% ទៅហើយនៅនេះគេអត់មានចាប់ទុកឲ្យយើងទេចាគឺយើងត្រូវចាប់ទុកដោយខ្លួនឯងបន្ទាប់ពីកំងអីហើយខ្ញុំឃើញគេកំងឈុតធំនេះគឺតំណងតែពួកខ្ញុំកំងឈុតទូចទេដោយសារតែគ្នាខ្ញុំទៅតិចចឹងខ្លាចកំងទៅញ៉ាំអត់អស់គ្រាន់តែផ្កាចាគឺវល់មុខឃើញហើយគឺថាមើលអត់ធុញហ្មងតែឈឺក្បាលដោយសារវាច្រើនពេកពណ៌និយាយពីរាប់ពាន់ពណ៌នេះខ្ញុំនិយាយមែនស្អាតខ្លាំងណាស់ទាំងអស់គ្នាខ្ញុំអត់នឹងមិន selfie មិនបានហ្មងគឺអត់បានថតមកតួខ្លួនទេក៏បានថត selfie ជាមួយផ្កាដែរនិយាយទៅចាប់ផ្ដើមលងសម្រស់ផ្កាបដាហើយបើថាឃើញកញ្ចក់ទៀតគឺនាងខ្ញុំមិនឲ្យរំលងទេគឺត្រូវតែថតដាច់ខាតឥឡូវហ្នឹងម្ហូបពួកយើងបានមកដល់ហើយនេះគឺជាមុខម្ហូបដែលពេញនិយមមែនតើនៅកន្លែងហាងកាហ្វេដែលពួកខ្ញុំទៅហ្នឹងម្ហូបហ្នឹងគឺប្រចាំហាងគេហ្មងអ្នកទាំងអស់គ្នាឲ្យឈុតតូចទេដែលពួកខ្ញុំកំងហ្នឹងហើយឆ្ងាញ់មែនឥឡូវហ្នឹងគឺមកថតទស្សនវិជ្ជាខ្លះមុននឹងចេញទៅវិញគឺអត់ដាច់ចិត្តទេចង់ដល់អង្គុយដល់អាសៀដែរប៉ុន្តែពួកយើងមានកន្លែងដែលត្រូវទៅបន្តទៀតនៅពេលអាសៀអញ្ចឹងវីដេអូនាងខ្ញុំដល់ទីបញ្ចប់ហើយជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយបាយ